สำหรับเว็บไซต์ពួកយើងបើសិនជាអ្នកនរគ្នាចង់ប្រើប្រាស់ភាសាខ្មែរយើងអាចចូលមកកាន់ tool ខាងក្រោមផ្នែកខាងស្ដាំហ្នឹងទៅឬក៏យើងចង់ដូរ interface លក្ខណៈបែបខ្មែរក៏បានដែរខ្ញុំសាកប្រើលក្ខណៈទង់ជាខ្មែរអញ្ចឹងចំណុចសំខាន់ក្នុងវីដេអូនេះគឺខ្ញុំចង់បង្ហាញអ្នកនរគ្នាពីការអាប់ដេតថ្មីនៅលើមុខងារ Analyze People នៅក្នុងនេះអក្សរខ្មែរវាប្រែថាការវិភាគមនុស្សខ្ញុំឧទាហរណ៍ស៊ីននេះខ្ញុំប្រើ model C Trim Pro ផលិតរូប 2K preset គឺប្រើ NaN ធម្មតាសម្រាប់ bot render នេះខ្ញុំប្រើតែខាងក្នុងណាហើយចំណុចសំខាន់ដែលយើងត្រូវប្រើនោះគឺការវិភាគមនុស្សអញ្ចឹងនៅក្នុងការវិភាគមនុស្សនេះការកំណត់ការដាក់មនុស្សនេះអ្នកនរគ្នានឹងឃើញtoolថ្មីដែលយើងទើបតែបានអាប់ដេតណាយើងអាចរើសសញ្ជាតិបានខ្ញុំប្រើប្រាស់ AC ប្រភេទប្លង់នេះគឺយើងអាច select ទៅលើនឹងបានប៉ុន្តែបើសិនជាប្លង់របស់យើងអត់មាននៅក្នុង tool ហ្នឹងទេយើងអាចកំណត់ដោយខ្លួនឯងបានណាខ្ញុំដាក់លក្ខណៈ kit room ណាបន្ទប់កូនក្មេងប្រភេទមនុស្សគឺយើងអាចរើសបានខ្ញុំប្រើប្រាស់កុមារនិងក្មេងៗដងទីតេនេះគឺយើងអាចកំណត់ចំនួនមនុស្សជាក់លាក់បានណាគឺខ្ញុំប្រើប្រាស់3នាក់ឬក៏ select នៅ tool ដែលមានស្រាប់នេះក៏បានដែរចលនាព្រិលតិចៗនេះគឺមានន័យថាវាផ្ដោតទៅលើមនុស្សដែលដើរឬក៏រត់អីចឹងវាដាក់យើងផុតតិចតិចអញ្ចឹងខ្ញុំនឹង render scene នេះប៉ុណ្ណឹងអញ្ចឹងនេះគឺជា scene ទី1របស់ខ្ញុំអញ្ចឹងអ្នកទាំងគ្នាអាចពិនិត្យមើលបានចំនួនមនុស្សគឺវាដាក់ជាក់លាក់ទៅតាមអ្វីដែលយើងដាក់ខ្ញុំដាក់3នាក់អញ្ចឹងវាចេញ3នាក់ហើយ scene នេះគឺខ្ញុំផ្ដោតទៅលើមនុស្សហើយប៉ុន្តែខ្ញុំពិនិត្យឃើញថា scene នេះវាខុសបន្តិចដូច mode ដែលគាត់ខាងក្រោយក្រែគេណាផ្នែកខាងលើអញ្ចឹងចំណុចនេះបើខុសតិចអញ្ចឹងខ្ញុំអត់ render ម្ដងទៀតទេខ្ញុំនឹងរុញវាទៅមុខងារ editor ហើយខ្ញុំប្រើប្រាស់មុខងារ revise អញ្ចឹងពេលដែលយើងរុញវាទៅមុខងារ editor ហើយរូបភាពរបស់យើងចូល editor ហើយបន្ទាប់មកផ្នែកខាងក្រោមយើងត្រូវ select យកកែសម្រួលការរចនាអង់គ្លេសវាដាក់ថា revise ហើយយើងត្រូវ upload scene scan up យើងចូលទៅហើយយើងត្រូវប្រើប្រាស់ទំហំរូបដូចនឹងទំហំរូបដែលយើង render បន្ទាប់មកទៀតនៅកន្លែងរូប render នេះគឺយើងត្រូវតែគូសចំណុចដែលខុសនៅលើរូប render ហើយយើងអត់ទៅសេអីទេយើង select តែទំហំរូបហើយយើងចុច render មកអញ្ចឹងវាទៅការសម្រួលឲ្យយើងចំណុចដែលយើងគូសនេះកន្លែងខាងក្នុងទូឥឡូវវាដូចជាមួយនឹង sketch up ខ្ញុំហើយអញ្ចឹងខ្ញុំពេញចិត្តប៉ុណ្ណឹងហើយខ្ញុំនឹងសាកល្បង scene ទី2ខ្ញុំអញ្ចឹងយើងចូលទៅកាន់កន្លែង upload រូបទៅយើងចុចពាក្យថា change អញ្ចឹងយើងទៅយករូប scene ទី2យើងមកខ្ញុំប្រើប្រាស់ប្រភេទលក្ខណៈបន្ទប់បែបការិយាល័យបែប office ណាខ្ញុំប្រើ C trim ដដែលខ្ញុំប្រើ 2K resolution តបមកទៀតនេះយើងត្រូវតែវិភាគមនុស្សម្ដងទៀតហើយយើង check មើលម្ដងទៀតប្រភេទប្លង់នេះគឺខ្ញុំប្រើលក្ខណៈបែប office នៅក្នុងនេះវាអត់មាន office ទេអញ្ចឹងខ្ញុំត្រូវវាយខ្លួនឯងប្រភេទមនុស្សគឺខ្ញុំប្រើអ្នកជំនាញនិងការិយាល័យចំនួនមនុស្សគឺខ្ញុំកំណត់ជាក់លាក់ដូចគ្នាខ្ញុំប្រើ8នាក់ចលនាព្រិលតិចៗនេះយើង select ហ្នឹងហើយយើងចុចអញ្ចឹងនេះវា analyze ឲ្យយើងហើយតមកទៀតអានេះត្រូវអស់ហើយយើង render មកអញ្ចឹងនេះគឺជារូបភាព scene ទី2របស់ខ្ញុំអ្នកនរគ្នាអាចពិនិត្យមើលបានរូបភាពនេះគឺវាដូចជាមួយនឹង 3D ខ្ញុំហើយខ្ញុំអត់ចាំបាច់រុញទៅ editor ទៀតទេអញ្ចឹងចំនួនមនុស្សអ្នកនរគ្នាអាច check មើលបានវាដាក់8នាក់ដោយអ្វីដែលយើងកំណត់មកហើយមនុស្សវាដាក់លក្ខណៈបែបអាស៊ីមើលទៅនៅក្នុងស្រុកចលនាព្រិលតិចៗហ្នឹងគឺវាសំដៅទៅលើមនុស្សដែលកំពុងដើរនេះម្នាក់ស្រីកំពុងដើរនេះវាមើលទៅព្រិលតិចការបន្ថែមមនុស្សបែបនេះគឺវាជួយឲ្យ scene របស់យើងមើលមកវាមានភាពតាក់ទាញមកកម្រិតទៀតណាជាពិសេសប្រភេទការិយាល័យបែបនេះវាមើលមក scene របស់យើងវារស់រវើកណាវាមើលមកគួរឲ្យចង់សាងសង់ design នេះឡើងមកប៉ុន្តែមិនមែនបានន័យថាគ្រប់ scene ទាំងអស់គឺយើងត្រូវទៅថែមមនុស្សទេតាមប្រភេទ scene ដែល scene ខ្លះបើអត់មានមនុស្សគឺវាមើលមក clean ជាងណាwebsite ពួកយើងគឺយើងតែងតែ update និងបញ្ចូលមុខងារថ្មីៗជារឿយៗដើម្បីឲ្យអ្នកប្រើប្រាស់គាត់ទទួលបានផលិតភាពការងារល្អជាងមុនស្អាតជាងមុនធ្វើឲ្យគាត់មានអារម្មណ៍ថាការប្រើប្រាស់ពីមុននិងពេលបច្ចុប្បន្នគឺវាមានភាពខុសគ្នាប្រសើរជាងមុនច្រើនអញ្ចឹងថ្ងៃនេះមានប៉ុណ្្នឹងទេជួបគ្នាវីដេអូក្រោយ